ឆាប់មកបាទឃើញខ្ញុំនៅក្នុងសាលាតែម្ដងថ្ងៃនេះគឺថាបើកឆាកនៅសាលាបើកវីដេអូទៅដែរថ្ងៃនេះខ្ញុំត្រូវមកប្រជុំជាមួយក្រុម debate របស់ខ្ញុំព្រោះខ្ញុំមាន team debate ក៏ត្រូវឡើងធ្វើ debate អាទិត្យហ្នឹងអីចឹងទៅហើយខ្ញុំកំពុងតែប្រជុំ debate សុកបាទទេបើថាគាត់មកដល់ពេញហើយគាត់ត្រូវឡើងទៅប្រជុំនៅខេត្តសៀមរាបចឹងខ្ញុំក៏បានស្វាកក់សបុតឡានតាមរយៈ Everett បោះឲ្យគាត់ផងដែរគឺថាកក់ពីភ្នំពេញទៅសៀមរាបបែបលឿនបែបបញ្ញាអញ្ចឹងទៅគឺថាស្រួលកក់ស្រួលរខ្លាំងមែនទែនចង់ជិះឡានណាក៏បានចង់ជិះក្រុមហ៊ុនណាក៏បាននៅក្នុង Everett បោះហ្នឹងហើយមាន promotion ច្រើនទៀតអូខេអ្នកនរឥឡូវខ្ញុំបានកក់សបុតក៏ដូចទិញសបុតភ្លាមបញ្ញាហើយក៏ដូចជាជូនប៉ាខ្ញុំឡើងឡានរួចរាល់ហើយហ្នឹងហើយស្រួលចឹងកក់តាម Red Bus លឿនបដ ாய் ចឹងអ្នកនរបើត្រូវការកក់សបុតឡានក្រុងភ្លាមបញ្ញាបីកុំភ្លេច Red Bus ស្រួលកក់ស្រួលផេលុយខ្លាំងមែនទែនចង់តាណាក៏បានមានគ្រប់ទីតាំងទាំងអស់ហើយ Red Bus ជាមួយដែលគេស្រួលការកក់សបុតឡានខ្លាំងមែនទែនបើសិនជាបងប្អូនមានដំណើរកម្សាន្តទៅបណ្ដាខេត្តផ្សេងៗជាពិសេស25ខេត្តក្រុងហើយមានឡាវថៃវៀតណាមទៀតផងចឹងបងប្អូនអាចកក់សបុតតាម Red Bus បាន Red Bus មានច្រើនក្រុមហ៊ុនមែនទែននៅក្នុងហ្នឹងមានដូចជាវិរៈបន្ថែមឡាវវិតាកាពីតូននឹងមានក្រុមហ៊ុនជាច្រើនតែថាបងប្អូនចង់ជិះមួយណាបងប្អូនអាចកក់សបុតនៅក្នុងហ្នឹងបានហើយជាពិសេស Red Bus មានច្រើនម៉ោងច្រើនពេលក្នុងការចេញដំណើរខ្លាំងមែនទែនបងប្អូនចង់ទៅពេលណាក៏បានដែរចង់ទៅព្រឹកឡើងចង់ទៅបន្លប់ចង់ទៅយប់ចង់ទៅយប់ជ្រៅចង់ទៅព្រឹកឡើងដល់ហើយមានទាំងអស់ជាពិសេសបងប្អូនទាំងអស់គ្នាអាចប្រើប្រម៉ូកូដដើម្បីបញ្ចុះតម្លៃទៅដូចជា Pay លុយតាម KXQR AWA Visa ឬជា Wing Bank ទៀតផង Red Bus មាន promotion ច្រើនខ្លាំងមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងវាធ្វើឲ្យយើង sale ថាវិការក្នុងការធ្វើដំណើរទៀតផងអញ្ចឹងបើសិនបងប្អូនទាំងអស់គ្នាត្រូវការកក់សបុតឡានក្រុង Complex Red Bus ចង់កក់សបុតឡានក្រុង Complex Red Bus តោះពីខ្ញុំជូនប៉ាខ្ញុំឡើងឡានធ្វើដំណើរទៅកាន់សៀមរាបហើយខ្ញុំក៏បានបកមកសាលាវិញដើម្បីធ្វើការ meeting ជាមួយក្រុម debate របស់ខ្ញុំបន្តទៀតព្រោះយើងត្រូវការសូមឲ្យបានខ្លាំងមែនទែនហើយហ្នឹងហើយបន្ទាប់ពីខ្ញុំធ្វើការសូមមួយក្រុមរបស់ខ្ញុំក៏បានត្រូវរៀនបារាំងជាមួយនឹងម៉ាដាមហើយរៀនបារាំងអស់រយៈពេល2ម៉ោងខ្ញុំក៏បានធ្វើការនៅក្នុងសាល2ដើម្បីត្រៀមខ្លួនក្នុងការធ្វើ debate ផងដែរហើយខ្ញុំ debate លើកនេះខ្ញុំត្រូវប៉ះក្រុមជាមួយនឹងក្រុម EON 40អញ្ចឹង EON 35ក្រុមខ្ញុំក្រុមស្របនិង EON 40ជាក្រុមបដិសេធក៏ពីធ្វើការ debate ចប់អ្នកគ្រូក៏មាន quiz ឲ្យធ្វើបន្ទាប់ពីយើងធ្វើ quiz ហើយយើងក៏បានត្រឡប់មកទៀតហើយខ្ញុំក៏បានបន្តត្រូវរៀនអង់គ្លេសនៅសាលាបញ្ញាសាស្ត្របន្តទៀតហើយវីដេអូមានតែប៉ុណ្្នឹងទេអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ